ចូលដបមានខ្មោចប្រុសមួយអាស្រ័យនៅក្នុងទីមួយបានឃើញប្រពន្ធអ្នកចំការម្នាក់កាត់គួចចិត្តប្រតិបត្តិស្រឡាញ់នាងនោះលោកពេលណាប្តីនាងមិននៅអាខ្មោចនោះវាផ្លែងកាយនិមិត្តជារូបប្តីនាងនៅដេកនឹងនាងនោះក៏សម្គាល់ថាជាប្តីអាត្មាមិនដឹងជាខ្មោចវាផ្លែងឡើយព្រោះដូចគ្នាណាស់ហើយខ្មោចនោះតែបានឱកាសគឺអ្នកចំការមិននៅហើយវាតែងថ្លែងកាយជារូបប្តីមកដេកនៅនឹងនាងនោះជារឿយរាល់កាលហងលុះនៅយូរបន្តិចមកចៅប្តីនោះទៅព្រៃអាខ្មោចវាផ្លែងទៅដេកនឹងនាងនោះនៅក្នុងផ្ទះដល់ពេលចៅប្តីមកផ្ទះក៏គ្មានឃើញរូបអាខ្មោចដូចរូបប្រពន្ធខ្លួនដេកនៅនឹងខ្លួនដូច្នោះក៏ខឹងមហិមាស្ទុះទៅចាប់អាខ្មោចក៏ឆ្លោះតបថាយើងជាប្តីនាងនេះផ្ទះរបស់យើងហេតុអ្វីចៅមកចាប់យើងជាម្ចាស់ផ្ទះវិញចៅឯងមកពីឋានណាមិនដឹងយើងជាប្តីនាងនោះទេឬឯចៅប្តីក៏ឆ្លោះតបថាផ្ទះនេះជាផ្ទះរបស់យើងនាងនេះសោតក៏ជាប្រពន្ធយើងហេតុអ្វីចៅមកថាជារបស់ខ្លួនដូច្នោះខ្មោចនិងមនុស្សក៏ឆ្លោះគ្នាដណ្ដើមប្រពន្ធទៅវិញទៅមកជាកលាហលឡើងហើយនាងប្រពន្ធក៏មិនដឹងរូបប្រុសណាជាប្តីខ្លួនព្រោះរូបរាងដូចគ្នាសត្វគ្នាណាស់នឹងអាចកាត់ថារូបណាជាប្តីខ្លួនពុំបានព្រោះខ្មោចនិងមនុស្សកើតជាអធិករនឹងគ្នាទើបនាំគ្នាទៅកាន់សាលាវិនិច្ឆ័យមួយដល់ហើយក៏នាំគ្នាចូលប្តឹងតាមរឿងនោះឯចៅក្រមខាងជាន់ក្រោមពុំអាចនឹងកាត់ក្តីនោះបានព្រោះសាក្សីគឺស្រីកណ្ដាលនោះឲ្យការមិនធ្លុះទៅបានទើបនាំរឿងក្តីនោះឡើងទៅប្តឹងដល់លោកអ្នកធំជាន់ខ្ពស់គឺលោកអ្នកប្រាជ្ញក៏ឲ្យហៅចៅទាំងពីរចូលទៅចិត្តហើយលោកពិនិត្យមើលរូបមើលមុខបានប្រកបព្រោះភ្នែកខ្មោចភ្នែកយក្សខុសគ្នានឹងភ្នែកមនុស្សយើងនេះគឺភ្នែកយក្សឥតស្រមោលកូនក្រមុំហើយច្រើនក្រហមច្រើនរឹងហេតុនោះទើបអ្នកប្រាជ្ញលោកស្គាល់បានតែលោកនឹងកាត់ក្តីថាអានេះជាខ្មោចផ្លែងរូបជាមនុស្សដូច្នេះទៅក៏ពុំប្រកាសដល់ភ្នែកអ្នកឯទៀតឡើយទើបលោកនឹងកាត់ថាអានេះជាខ្មោចផ្លែងរូបជាមនុស្សដូច្នេះទៅទើបលោកយកដបស្រាមួយមកតាំងនៅលើតុហើយវិនិច្ឆ័យឡើងថាហើយចៅទាំងពីរដាល់វិវាទគ្នាគ្រានេះយើងនឹងវិនិច្ឆ័យដោយយុត្តិធម៌ឲ្យគឺយើងនឹងតាំងពិសោធន៍នឹងដបនេះថាបើរូបណាក្លាហានអាចចូលក្នុងដបនេះបានរូបនោះហើយជាប្តីនាងនេះមែនយើងនឹងប្រគល់នាងនេះឲ្យជាប្រពន្ធពិតថាបើរូបណាចូលដបនេះពុំបានទេយើងទុករូបនោះជាពុំមែនប្តីនាងពុំមែនជាម្ចាស់របស់ឡើយឯចៅមនុស្សនោះបានឮលោកអ្នកប្រាជ្ញដាក់ទុកដូច្នោះក៏តក់ស្លឹកផិតភ័យដែលគិតថាខ្លួនជាមនុស្សនឹងចូលដបស្រាតូចមួយនេះឯណាបានក្តីចាញ់នេះចំពោះនឹងបានដល់ខ្លួនប្រកាសហើយម្ល៉េះហើយក៏ឈរសំពះព្រះនៅហងហើយអាខ្មោចឮអ្នកប្រាជ្ញតាំងឲ្យចូលដបស្រាដូច្នោះក៏ត្រេកអរក្នុងចិត្តដែលគិតថាខ្លួនជាខ្មោចឥតឆ្អឹងឥតសាច់សម្រេចដែលរឹតនិមិត្តជាខ្យល់បានទើបទទួលចូលដបការនឹងចូលនោះចៅខ្មោចឡើងទៅលើតុហើយបង្អោនក្បាលសម្របរូបតូចចូលទៅក្នុងដបនោះបានហងឯអ្នកប្រាជ្ញកាលបើយល់ខ្មោចចូលក្នុងដបនោះឆ្នោះក៏យកឆ្នុកចុកមាត់ដបនោះជាប់ហើយលើកឡើងប្រកាសប្រាប់អស់មហាជនទាំងឡាយថាអ្នកទាំងឡាយចូលដឹងថាអានេះជាខ្មោចវាផ្លែងខ្លួនជាមនុស្សមកធ្វើអំពើបរទារកម្មយ៉ាងនេះយើងពិសោធន៍នេះដើម្បីឲ្យដឹងថាអាណាជាប្តីនាងនេះមែនក៏ធម្មតាមនុស្សយើងតើឯណានឹងចូលដបស្រានេះបានមានតែខ្មោចទៅវាចូលបានឥឡូវនេះយើងរកក្តីពិតឃើញហើយនាងនេះត្រូវប្រគល់ឲ្យទៅចៅដើមចោតនោះចោះឯអាខ្មោចនេះទុកវានៅស្រុកនេះពុំបានទេព្រោះវាធ្វើអំពើលាមួកមានសភាពយ៉ាងនេះថាហើយក៏ប្រើអ្នកបម្រើឲ្យនាំយកដបខ្មោចនេះទៅបោះចោលឲ្យដល់ទីអន្លង់ទឹកជ្រៅអ្នកបម្រើក៏នាំយកដបខ្មោចនោះទៅបោះចោលក្នុងទីទឹកហូរតាមពាក្យអ្នកប្រាជ្ញនោះផងឯអាខ្មោចក៏វិនិច្ឆ័យខ្លួនអស់ក្បួនទៅត្រឹមនេះរឿងនេះបានគតិដល់បុគ្គលអ្នកកាន់ទុវិជ្ជាការគឺចេះធ្មប់ចេះថ្នាំបំពុលគេឬចេះក្បួនអ្នកលេងដើរលោកចាក់
កាប់ក្បាលគេជាដើមហើយមានលោកអ្នកធំលោកត្រូវការចង់រកប្តីកំណាចនោះខ្លួនមិនដឹងក្តីអន្តរាយក្រោយក៏ទៅសម្ដែងទូរវិជានោះប្រាប់លោកអ្នកធំដើម្បីយករង្វាន់